ពងមានផ្ទៃពោះជាមួយគ្រួសាររីកវាមិនត្រូវបានណែនាំឲ្យផឹកស្រាទេចូលយើងជំនួសបាដោយតែស្រីស្អាតមុខស្រាម្នាក់នេះត្រូវតែផឹកបន្ទាប់មកទៅស្លាប់ភរិយាកូអ្នកឈួតមែនទេប្រាប់ខ្ញុំថាអ្នកណាបានផ្ញើអ្នកគ្មានចំណេះដឹងទោះបីជាអ្នកជាធម្មតាល្ងងខ្លៅនឹងឆ្កងក៏ដោយប៉ុន្តែអ្នកមិនអាក្រក់ប៉ុន្មានទេនិយាយដោយបើកចំហនិងស្មោះត្រង់នៅចំពោះមុខសង្គ្រាមហ្វេបាននិយាយថាអ្នកអាចបដិសេធមិននិយាយវាបានហ្វេយូហ្វេបានអូគាត់ចេញហើយវាគាត់រហូតដល់ស្លាប់យកខ្ញុំទៅបើអ្នកចង់សម្លាប់ខ្ញុំអ្នកកំពុងសុបិនអ្នកតើអ្នកចង់មានន័យយ៉ាងណាព្រះមហាក្សត្រគ្មានព្រះហឫទ័យអាណិតអាសូរចំពោះខ្ញុំម្ចាស់ឡើយក៏មិនឲ្យអ្នកព្រះអង្គប្រទានប្រាក់សងខ្ញុំម្ចាស់អ្នកទាំងអស់គ្នាគួរតែដោះលែងខ្ញុំឥឡូវនេះខ្ញុំជាអធិរាជនីនាពេលអនាគតបន្តសុបិនខ្ញុំដឹងថាអ្នកមានសំណាងអាក្រក់អធិរាជនីដល់វេនអ្នកសម្ដែងហើយអ្នកដែលនៅពីក្រោយខុនសូឈីវវាពិតជាដូច្នោះមែនអូនសម្លាញ់ខ្ញុំមិនយល់ថាហេតុអ្វីបានជាព្រះមហាក្សត្រីយានីហេតុអ្វីបានជាគាត់បង្ហាញខ្លួនហើយទទួលស្គាល់វានោះហើយជាពេលដែលពេលវេលាត្រឹមត្រូវអ្វីមានអ្វីកើតឡើងរយៈពេលនៃការផ្លាស់ប្ដូររាជវង្សវាជាការអាណិតដែលយើងមិនអាចបំផ្លាញខុនសូយ៉ាងបានវាមិនអីទេព្រះអង្គម្ចាស់ណាយីឡើងសោយរាជតើខ្ញុំមានបំណងដោះស្រាយជាមួយខុនសូយ៉ាងដូចម្ដេចគ្រាន់តែរៀបចំវ៉ាបែបនេះអធិរាជអ្នកបានស្ថិតនៅក្នុងតំណែងនេះយូរគ្រប់គ្រាន់ហើយខ្ញុំជាអច្ឆរិយៈលើសពីនេះមន្ត្រីមកពីតុលាការអធិរាជបានជួយក្នុងដំណើរការនេះកូនប្រុសរបស់ខ្ញុំឡើងសោយរាជវាគឺជាអាណត្តិនៃស្ថានសុខនិងជាឆន្ទៈរបស់ប្រជាជនមិននឹកស្មានដល់តុលាការអធិរាជត្រូវបានបន្ទាបមកត្រឹមរដ្ឋនេះដោយព្រះមហេសីតើយើងគួរលាក់ខ្លួនយ៉ាងរហ័សនៅក្នុងលំហនេះទេមែនហើយយើងមានប្រជាវតើយើងខ្លាចអ្វីដូច្នេះចុះយ៉ាងណាបើអ្នកមានអ្នកបម្រើយើងមានបញ្ជីយោធាតើអ្នកមានកំណត់ត្រាយោធាទេជាការពិតណាស់ខ្ញុំមានកំណត់ត្រាយោធាអ្នកគិតថាតើគ្រីស្ដាល់ទឹកកកនៅក្នុងដៃរបស់អ្នកពិតមែនទេតើអ្នកចង់មានន័យយ៉ាងណាយើងបានឃើញផែនការរបស់អ្នកជាយូរមកហើយគ្រីស្ដាល់ទឹកកកនៅក្នុងដៃខ្ញុំគឺជាគ្រីស្ដាល់ពិតកងទ័ពបានកាន់ទុកចំពោះមរណភាពរបស់រដ្ឋមន្ត្រីរបស់ខ្លួនខ្ញុំក៏មានដែរភាពយុត្តិធម៌របស់ហ្វុងមីងតើអ្នកមានអ្វីខ្លះហាហេតុអ្វីបានជាអ្នកមិនចុះចេញពីតំណែងដោយសារបង្គាប់គាត់បានសន្យាជាមួយខ្ញុំយ៉ាងងាយប៉ុន្តែវាបានសម្លាប់បេះដូងខ្ញុំនៅតែអាចទុកអ្នកមួយជីវិតឆ្កែរបស់អធិរាជលោកហ៊ុនឆៃតើវាអាចជាគាត់ដោយរបៀបណាគម្រោងការរបស់អ្នកត្រូវបានគេមើលឃើញជាយូរមកហើយដោយកូនប្រុសរបស់ខ្ញុំពូថៅទឹកកកនៅក្នុងដៃរបស់អ្នកត្រូវបានបដូរហើយព្រះអង្គម្ចាស់និងអ្នកដទៃទៀតអាចធ្វើបាបខ្ញុំបានយ៉ាងងាយអ្នកត្រូវតែសងសឹកខ្ញុំនាមត្រកូលរបស់ខ្ញុំគឺហ៊ុញហើយឈ្មោះរបស់ខ្ញុំគឺទូរស័ព្ទមកខ្ញុំគិតថាយិនឆាងពិតជាមានចិត្តល្អិតល្អន់ណាស់ដូច្នេះអ្នកបានស្គាល់ខ្ញុំជាយូរមកហើយចូលមកចិត្តខ្ញុំដោយចិត្តណាបងប្រុសទី3ខ្ញុំបានប្រមានអ្នកជាយូរមកហើយអ្នកមិនបានស្គាល់ខ្ញុំទេហ៊ានឈានទៅមុខទៀតសម្រាប់ដោយគ្មានមេត្តាបងប្រុសឲ្យកុំខ្ជះខ្ជាយពេលវេលាលើពួកគេបាញ់នៅ